វីដេអូថ្ងៃនេះខ្ញុំសូមលើកយកនៅ comment របស់បងប្រុសម្នាក់ដែលគាត់បានធ្វើការ comment នៅក្នុង Facebook page របស់ខ្ញុំគាត់បានសួរថាតើការផុសចម្រៀងចូលទៅក្នុង account DistroKid តើបានតម្លៃប៉ុន្មានត្រង់កន្លែងនេះតើទៅនឹងការផុសចម្រៀងចូលទៅក្នុង account DistroKid គឺគាត់ចង់សម្ដៅថាតើយើងអាចទទួលបានប្រាក់ចំណូលបានថ្លៃឬក៏អត់បាទអញ្ចឹងនៅត្រង់សំណួរនេះដែរគឺខ្ញុំសូមមកនិយាយតទៅនឹងចម្លើយខ្លះៗដែលខ្ញុំធ្លាប់បានប្រើប្រាស់ទៅលើ account DistroKid នៅក្នុងការ upload ចម្រៀងបាទអញ្ចឹង DistroKid អាចរកប្រាក់បានប៉ុន្តែមិនមែនជាកន្លែងបង់ប្រាក់ឲ្យយើងផ្ទាល់ទេវាគ្រាន់តែជាកន្លែងដែលធ្វើការចែកចាយដែលជួយឲ្យយើងរកប្រាក់បានពីបទចម្រៀងរបស់យើងផ្ទាល់បាទអញ្ចឹងចំណុចទី2គឺខ្ញុំសូមលើកយកតទៅនឹងDistroKid តើរកប្រាក់បានមកពីណាត្រង់ចំណុចកន្លែងនេះគឺខ្ញុំសូមលើកយកនៅ store ចំនួន5ដែល store ដែលយើងអាចធ្វើការរកប្រាក់បានមាន Spotify Apple Music YouTube Music Facebook និង Instagram និង TikTok បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះដែរគឺយើងអាចធ្វើការ upload ចម្រៀងចូលទៅក្នុង account DistroKid នៅពេលដែលមនុស្សស្ដាប់ឬក៏ទិញបទចម្រៀងរបស់យើងនឹងទទួលបានប្រាក់ចំណូលបន្តមកទៀតនៅត្រង់ចំណុចទី2 DistroKid ធ្វើការយ៉ាងដូចម្ដេចដើម្បីធ្វើការ upload ចម្រៀងចូលទៅក្នុង account DistroKid យើងត្រូវធ្វើការបង្កើតនៅ account DistroKid បន្ទាប់ពីយើងបានធ្វើការបង្កើត account DistroKid រួចរាល់ហើយយើងត្រូវធ្វើការ upload បទចម្រៀងទៅ DistroKid នឹងធ្វើការបញ្ជូនទៅ platform ទាំងអស់ដែលមាន Spotify Apple Music YouTube Music ដែល platform ទាំងនោះនឹងធ្វើការបង់ប្រាក់មកតាមរយៈ DistroKid នឹងធ្វើការបញ្ជូនប្រាក់នោះមកយើងផ្ទាល់បាទអញ្ចឹងត្រង់ចំណុចកន្លែងនេះដែរបើយើងនិយាយឲ្យសាមញ្ញ DistroKid គឺជាអញ្ញាកតាចំណុចទី3យើងទទួលប្រាក់បានប៉ុន្មាន DistroKid យើងអាចទទួលប្រាក់បាន 100% តាមរយៈការ streaming ហើយក៏អាចមានថ្លៃដកពន្ធនិងថ្លៃសេវាការផ្ទេរប្រាក់ចំណុចទី4គឺខ្ញុំសូមនិយាយអំពីតើពេលណាបានប្រាក់ជាបទពិសោធន៍ដែលខ្ញុំបានធ្វើការប្រើប្រាស់ទៅលើ account DistroKid វាមិនមែនពេលដែលយើងបានធ្វើការបង្កើតនៅ account ភ្លាមគឺយើងទទួលបានប្រាក់ភ្លាមទេវាអាស្រ័យទៅនឹងចម្រៀងដែលយើងបានធ្វើការ upload ចូលទៅក្នុង account DistroKid តើមានអ្នក view ឬក៏ stream បានច្រើនប៉ុណ្ណាគឺយើងអាចទទួលបានទៅតាម streaming និង view បាទអញ្ចឹងជាបទពិសោធន៍ដែលខ្ញុំធ្លាប់បានទទួលប្រាក់ពី account DistroKid សម្រាប់ខែដំបូងគឺខ្ញុំមិនទាន់បានទទួលទេបន្ទាប់ពីចាប់ផ្ដើមពីខែទី2ទៅគឺយើងអាចខ្ញុំបានទទួលបានប្រាក់ខ្លះបាទអញ្ចឹងត្រង់ចំណុចកន្លែងនេះឃើញថាក៏មានបងប្អូនយើងគាត់បាន comment សួរដែរប្រើរយៈពេលប្រហែលដើម្បីបានប្រាក់ពីការ upload ទៅ account DistroKid ផ្ទាល់តែម្ដងបាទអញ្ចឹងតទៅនឹងចំណុចបន្ទាប់គឺចំណុចទី5គឺខ្ញុំនិយាយអំពីការដកប្រាក់តើយើងត្រូវធ្វើការដកប្រាក់តាមរបៀបណានៅពេលដែលយើងបានធ្វើការបង្កើតនៅ account DistroKid យើងត្រូវធ្វើការភ្ជាប់នៅ bank ធនាគារបាទអញ្ចឹងនៅពេលដែលយើងបានធ្វើការភ្ជាប់រួចរាល់ហើយគឺយើងអាចធ្វើការដកប្រាក់បានដែលការដកប្រាក់នោះនៅពេលដែលយើងរកបានតាមរយៈចម្រៀងគឺយើងអាចធ្វើការដកប្រាក់តាមរយៈ bank ធនាគារហើយតទៅនឹង bank ធនាគារបងប្អូនអាចប្រើ bank នៅក្នុង
ប្រទេសកម្ពុជារបស់យើងក៏បានដែរមាន ABS និង Accelida សម្រាប់ចំណុចទី6គឺខ្ញុំសូមមកសរុបអំពីDistroKid យើងអាចរកប្រាក់បានប៉ុន្តែវាជា platform ចែកចាយប្រាក់ដែលយើងរកបានមកពីអ្នកស្ដាប់បទរបស់យើងហើយយើងអាចរកប្រាក់បានច្រើនឬតិចវាអាស្រ័យទៅនឹង view និង stream បាទសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំមានចំណុចមួយចំណុចដែលខ្ញុំបានលើកឡើងមកនេះតាមរយៈការ comment សួររបស់បងប្រុសម្នាក់ដែលគាត់បានធ្វើការ comment នៅក្នុងវីដេអូរបស់ខ្ញុំផ្ទាល់តែម្ដងត្រង់ចំណុចកន្លែងនេះខ្ញុំសង្ឃឹមថាវាជាគំនិតឬក៏ idea បន្តិចបន្តួចដែលខ្ញុំធ្លាប់បានប្រើប្រាស់កន្លងមកហើយមួយវិញទៀតគូខ្ញុំសូមមកធ្វើការបង្ហាញទាក់ទងនឹងតម្លៃនៃការប្រើប្រាស់ទៅលើ account DistroKid ក៏មានបងប្អូនយើងគាត់បាន comment សួរដែរតើការប្រើប្រាស់ទៅលើ account DistroKid ក្នុងមួយឆ្នាំតម្លៃប៉ុន្មានបាទអញ្ចឹងនេះគឺជាតម្លៃដែលខ្ញុំបានធ្វើការចូលទៅក្នុង account DistroKid មាន3គម្រោងទី1តម្លៃក្នុងមួយឆ្នាំតម្លៃ 24.99 និងគម្រោងទី2តម្លៃ 44.99 និងគម្រោងទី3តម្លៃ 89.99 ក្នុងមួយឆ្នាំដូចគ្នាបាទអញ្ចឹងបើសិនជាករណីបងប្អូនចង់ប្រើប្រាស់នៅគម្រោងមួយណាគឺយើងអាចធ្វើការប្រើប្រាស់បានជាទូទៅបើសិនជាតាមបទពិសោធន៍ដែលខ្ញុំបានប្រើប្រាស់ខ្ញុំសូម recommend ឲ្យបងប្អូនប្រើប្រាស់នៅគម្រោងទី2ដោយសារគម្រោងទី2វាមានអត្ថប្រយោជន៍ដែលយើងអាចធ្វើការចូលទៅ check មើលទិន្នន័យទាក់ទងនឹងការ stream ឬក៏អ្នកដែលបានធ្វើការទស្សនាទៅលើបទចម្រៀងរបស់យើងផ្ទាល់តែម្ដងរាល់ចំណុចដែលខ្ញុំបានមកធ្វើការបង្ហាញតាមរយៈវីដេអូមួយនេះបើសិនជាករណីមានចំណុចលឺលួសឬក៏ខ្វះខាតត្រង់ចំណុចកន្លែងណាមួយខ្ញុំបាទក៏សូមខន្តីអភ័យទោសតាមរយៈវីដេអូរបស់ខ្ញុំផងដែរជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៃវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ